ការលើកឡើងរបស់បងតកតងជាមួយនឹងឧបសគ្គក្នុងការសម្រេចបានពុទ្ធិបាទអញ្ចឹងជាបន្តទៅទៀតយើងចង់ដឹងថាទន្ទឹមជាមួយនឹងឧបសគ្គក្នុងការរារាំងការសម្រេចបានពុទ្ធិហ្នឹងអញ្ចឹងតើប្រភពពុទ្ធិវាមានអីខ្លះអញ្ចឹងបងសូមអាចជួយរួមបកស្រាយបន្តទៅណាបាទបាទអរគុណបងចំពោះសំណួរបន្តតាក់ទងជាមួយនឹងប្រភពក្នុងការឲ្យយើងទទួលបានពុទ្ធិហ្នឹងក៏វាមានមួយចំនួនផងដែរអញ្ចឹងទី1តាក់ទងជាមួយនឹងប្រពៃណីទំនៀមទម្លាប់យើងដឹងហើយថាប្រពៃណីទំនៀមទម្លាប់បានន័យថាវាគឺជាការប្រតិបត្តិទៅតាមសម័យកាលតាំងពីអតីតកាលរហូតដល់បច្ចុប្បន្នកាលបានន័យថាយើងធ្វើច្រំដាលតាមសង្គមក៏ដូចជាតាមប្រទេសជាតិនីមួយៗអញ្ចឹងបានន័យថាប្រពៃណីទំនៀមទម្លាប់ហ្នឹងបានន័យថាយើងប្រតិបត្តិដដែលរហូតទៅវាខ្លាចជាប្រភពនៃការយល់ដឹងឬក៏ជាពុទ្ធិមួយសម្រាប់យើងប្រតិបត្តិតគ្នាដូចជាពិធីបុណ្យចូលឆ្នាំខ្មែរដូចជាពិធីបុណ្យកាន់បិណ្ឌអីហ្នឹងអាហ្នឹងសិតតែយើងប្រព្រឹត្តតាក់ទងមួយប្រពៃណីទំនៀមទម្លាប់ហើយយើងបានយល់ដឹងពីវាបានយើងយកប្រព្រឹត្តតាំងពីអតីតកាលយើងមកអាហ្នឹងក៏ជាប្រភពនៃការឲ្យយើងហ្នឹងទទួលបានចំណេះដឹងមួយដែរពីប្រពៃណីទំនៀមទម្លាប់ហើយមួយទៀតតាក់ទងជាមួយនឹងប្រខ្យអារម្មណ៍មន្ត្រីឬអន្ត្រីអារម្មណ៍ហ្នឹងបានន័យថាតាក់ទងមួយញៀនទាំង5យើងបានន័យថាយើងមើលឃើញអីមួយដែលភ្នែកស្ដាប់ឮឬក៏ប៉ះអីហ្នឹងអាហ្នឹងសិតតែយើងទទួលបានពុទ្ធិពីវាហើយតាក់ទងមួយប្រខ្យអារម្មណ៍មន្ត្រីនេះដែរកាលណាយើងមើលឃើញអញ្ចឹងទៅប្រខ្យអារម្មណ៍មន្ត្រីយើងចាក់ច្បាស់បានន័យថាយើងមានការវិភាគមួយកម្រិតអញ្ចឹងអាទាំងអស់ដែលយើងជឿតាមឃើញតាមរយៈប្រខ្យអារម្មណ៍មន្ត្រីក៏វាជាប្រភពក្នុងការយើងទទួលបានពុទ្ធិមួយដែរតែយើងមើលឃើញអីមួយព្រឹត្តិការណ៍អីមួយបានន័យវាចាប់ចូលក្នុងខួរក្បាលយើងកាលណាយើងចាប់បានទៅយើងស្តុកទុកនៅពុទ្ធិហ្នឹងហើយមួយទៀតតាក់ទងជាមួយនឹងវិចារណញ្ញាណវិចារណញ្ញាណនេះបានន័យថាកាលណាប្រខ្យអារម្មណ៍មន្ត្រីវាចាប់បានហើយវាវិភាគតិចតួចហើយវាផ្ដល់ឲ្យនៅវិចារណញ្ញាណមានទូនាទីសម្រាប់យល់ដឹងបានន័យថាគិតត្រេះរិះពិចារណាថាពុទ្ធិហ្នឹងច្បាស់កម្រិតណាអញ្ចឹងវិចារណញ្ញាណគឺជាប្រភពនៃពុទ្ធិមួយដែរក្នុងឲ្យយើងហ្នឹងចេះពិចារណាឈានទៅដល់ពុទ្ធិនៅពិតប្រាកដហើយវិចារណញ្ញាណនិយមនេះមានអ្នកខ្លះវិចារណញ្ញាណហ្នឹងក៏មានវិចារណញ្ញាណមួយទៀតវិចារណញ្ញាណនិយមសត្វសាស្ត្រឬវិចារណញ្ញាណនិយមមិនសូវហួសហេតុសត្វសាស្ត្រហ្នឹងមានន័យថាគាត់គិតថាមានតែវិចារណញ្ញាណនិយមមិនដែលអាចទទួលបានពុទ្ធិសច្ចៈពិតប្រាកដពេលមួយទៀតវិចារណញ្ញាណនិយមមិនសូវហួសហេតុហ្នឹងមានន័យថាគាត់រួមវិភាគទានជាមួយនឹងប្រខ្យអារម្មណ៍មន្ត្រីនេះការមើលឃើញប្រមូលផ្ដុំគ្នាมันទៅជាពុទ្ធិសច្ចៈពិតប្រាកដអាហ្នឹងដូចជាផ្លាថូនេះហ្នឹងគាត់ជាទស្សនវិទូវិចារណញ្ញាណនិយមមិនសូវហួសហេតុមួយរូបហើយមួយទៀតតាក់ទងជាមួយនឹងអ្នកឯកទេសក៏ជាប្រភពក្នុងការឲ្យយើងទទួលបានពុទ្ធិមួយដែរដោយសារអីអ្នកឯកទេសបានន័យថាគាត់មានជំនាញទៅលើមុខវិជ្ជាឬមុខជំនាញអីមួយយើងក៏បានផ្ដល់ឲ្យយើងនៅចំណេះដឹងជាច្រើនទៅយើងអាចសិក្សាយល់ដឹងពីគាត់ប៉ុន្តែអ្នកឯកទេសនេះក៏ទាមទារឲ្យយើងមានការសេរីពិចារណានៅហេតុផលដែលគាត់និយាយដែរដែលយើងមិនជឿតែងងឹតងល់ដែរហើយមួយទៀតតាក់ទងជាមួយនឹងអភន្តរញ្ញាណនេះបានន័យថាជាការយល់ដឹងភ្លាមន័យថាយើងធ្លាប់ឃើញអីមួយទៅយើងយល់ដឹងពីវាភ្លាមវាមិនមែនជាការពិចារណាឬក៏ប្រខ្យអារម្មណ៍មន្ត្រីការឃើញទេបានន័យថាយើងមានចំណេះដឹងភ្លាមគ្មានតំណែងគ្មានតិចនិចពីវាដែរនេះជាអភន្តរញ្ញាណនេះក៏ជាប្រភពនៃការទទួលបានពុទ្ធិមួយផងដែរអញ្ចឹងយើងអាចសរុបមកថាប្រភពពុទ្ធិគឺវាមានដូចជាទី1ប្រពៃណីទំនៀមទម្លាប់ការប្រព្រឹត្តច្រំដែរទៅតាមការប្រតិបត្តិទៅតាមសម័យកាលមួយហើយមួយទៀតតាក់ទងមួយប្រខ្យអារម្មណ៍មន្ត្រីវិញ្ញាណទាំង5ការមើលឃើញផ្ដល់ព័ត៌មានឲ្យខុសក្បាលមួយទៀតវិចារណញ្ញាណជាអ្នកត្រេះរិះគិតពិចារណាហើយអ្នកឯកទេសជាអ្នកស្គាល់ច្បាស់នៅមុខជំនាញអីមួយឬចំណេះដឹងអីមួយច្បាស់ហើយមួយទៀតអភន្តរញ្ញាណការយល់ដឹងភ្លាមបាទទាំងអស់នេះគឺជាប្រភពក្នុងការទទួលបានពុទ្ធិបាទបងបាទ